thẹp mới cái TT cái nhé chẳng là khơi cho TT máu dương khơi như kế khơi và tông tầm ram ở bọt bao nhiêu chẳng là lâu mấy chương tầm ram ở bọt đại prái justify đấy vì mình cầm liệt khẳng ở nhưng trong tầm ram ở bọt bao nhiêu chia dương prái chia thay descriptive mình và tông bao nhiêu vậy chẳng nhưng chơi lời nông máu khơi nhé nọ cái này ba chấm điệp số năng số đây nọ này trong cái này ngày ní nhom đừng lơ pi chấm này pi xe muốiនៅក្នុង word ក្នុងការតម្រាំអត្ថបទឲ្យបានល្អហើយបានត្រឹមត្រូវឧទាហរណ៍នៅក្នុងអត្ថបទមួយនេះអ្នកនរគ្នាតែងតែតម្រាំអត្ថបទឧទាហរណ៍ថាយើងចង់តម្រាំទៅសងខាងតែនៅពេលដែលយើងតម្រាំទៅសងខាងតែយើងតែប្រើ align មួយគឺ align justify អញ្ចឹង align justify នេះគឺជាការតម្រាំអត្ថបទទាំងសងខាងប៉ុន្តែនៅពេលដែលយើងតម្រាំអត្ថបទទាំងសងខាងអ្វីដែលយើងឃើញប្លែកនោះឃើញអីកម្លាត space ពីកន្លែងដែលយើងដក clear គឺវាមានកម្លាតខ្លាំងខុសពីអ្វីដែលយើងចង់មកទោះជាអ្នកនរគ្នាដក clear ហើយណាលុបវិញហើយយើងចុចភាសាថ្មីក៏នៅតែដក clear ខ្លាំងដែរអញ្ចឹងខ្ញុំនឹងឲ្យអ្នកនរគ្នា add នៅប៊ូតុងមួយជាប៊ូតុង descript thay descript ដែលជាប៊ូតុងសម្រាប់តម្រាំអត្ថបទយើងបានល្អបំផុតទាំង space ទាំងអត្ថបទ align less align right គឺស្មើគ្នាល្អអញ្ចឹងដើម្បី add ប៊ូតុងនឹងបានអ្នកនរគ្នាត្រូវតែចូលទៅក្នុង file របស់យើងចុចនៅលើ file កន្លែងនេះបន្ទាប់អ្នកនរគ្នាចុចចូលនៅពាក្យថា option ហើយអ្នកនរគ្នាទៅរកពាក្យមួយថា customize កន្លែងយើងកន្លែងនេះហើយយើងមកចូលនៅកន្លែងនេះអ្នកនរគ្នា click លើកន្លែងហ្នឹងហើយយកពាក្យថា argument អញ្ចឹងនៅ argument វានឹង show ទាំងអស់អ្នកនរគ្នាអូសមកក្រោមបាទអូសមកក្រោមមករកពាក្យថា th ធ្វើម៉េចរកអក្សរ t ឲ្យឃើញសិនបាទអញ្ចឹងរកអក្សរ t ឲ្យឃើញសិនខ្ញុំអូសមកក្រោមតិចនេះគឺអក្សរ t យើងអូសយឺតយើងឃើញនេះពាក្យនេះឃើញទេអញ្ចឹងយើង click លើពាក្យហ្នឹងហើយយើង add ចូលប៉ុន្តែយើងត្រូវដឹងថានៅពេលដែលយើង add ចូលនៅក្នុងចន្លោះ tab ណា tab បើគេ tab home tab design tab draw ឬ tab អីចឹងទៅអញ្ចឹងឥឡូវខ្ញុំចង់ add នៅក្នុងពីមុខនេះ home ទេណាចង់ add នៅពីមុខពីតពី home គឺ tab description ហ្នឹងហើយអញ្ចឹងយើងបង្កើត tab វាមួយមកឡើយនេះអញ្ចឹងខ្ញុំបង្កើត tab ឲ្យវាមួយបាទខ្ញុំកើត new tab អញ្ចឹង new tab នេះយើងអាចដាក់ឈ្មោះបានអញ្ចឹងយើង rename ឈ្មោះវាមកដាក់ឈ្មោះគេនៅក្នុងហ្នឹងឧទាហរណ៍ខ្ញុំដាក់ឈ្មោះTT អូខេឥឡូវខ្ញុំដាក់ TT អញ្ចឹង double T អញ្ចឹងខ្ញុំចុច OK មកវាជាមួយហើយបន្តមកទៀតដើម្បី add បានអ្នកនរគ្នាទៅចុចលើ new group custom កន្លែងនេះណាបន្តមកនេះអ្នកនរគ្នាចុច OK មកsorry អ្នកគ្រូចុច add មកវានឹងចូលទៅក្នុងហ្នឹងហើយអ្នកនរគ្នាចុច OK អញ្ចឹងអ្នកនរគ្នាឃើញបន្ទាប់ពី home គឺមាន tab មួយគឺ TT ឃើញទេអញ្ចឹងអ្នកគ្រូចុច TT មកយើងឃើញអីគេឃើញបតង់តម្រាំអត្ថបទរបស់យើងអញ្ចឹងឥឡូវមិញយើងតម្រាំអត្ថបទដោយប្រើ justify ណាវាមានកម្រិតខ្លាំងឥឡូវខ្ញុំចង់តម្រាំអត្ថបទរបស់យើងជាយើងប្រើជាthay descript នេះវិញបតង់របស់យើងវិញអញ្ចឹងខ្ញុំចុចលើនឹងមកឃើញទេអ្នកគ្នាកម្រិតពី1ទៅ1គឺអត់ click គ្នាខ្លាំងទេណាអត់ click ខ្លាំងហើយស្អាតទៀតឃើញអត់អញ្ចឹងបើសិនជាយើង copy អត្ថបទហើយវានៅតែមានកម្រិត click គ្នាខ្លាំងអ្នកនរគ្នាអាចប្រើ shortcut key មួយដើម្បីកុំឲ្យ space នឹងដល់គ្នាខ្លាំងអញ្ចឹងណាពេលខ្លះយើងប្រើអានឹងវាជំនួយមួយដែលល្អហើយប៉ុន្តែនៅពេលដែលយើង copy អត្ថបទចេញពី internet ឬក៏ copy ចេញយើងតម្លៃមាន forward ចេញពី PDF មកជា Word របស់យើងវាតែងតែរត់អក្សររបស់យើងហ្នឹងមែនទេអញ្ចឹងយើងអាចប្រើ shortcut key មួយបានអញ្ចឹងខ្ញុំឧទាហរណ៍ខ្ញុំថយទៅក្រោយវិញបាទនៅកន្លែងនេះអ្នកនរគ្នាឃើញវារៀងដក clear ខ្លាំងហ៎អញ្ចឹងនៅពេលដែលខ្ញុំចុចទៅមកក្រោមហើយខ្ញុំដក clear ម្ដងទៀតវានៅតែបែបហ្នឹងដែរអញ្ចឹងដើម្បីប្រើ shortcut key នឹងបានដែរយើងអ្នកនរគ្នាត្រូវតែចុច shift ឲ្យជាប់បូកនឹង control បូកនឹង space របស់យើងវានឹងដក clear ដូចអ្វីដែលយើងដក clear ធម្មតាអញ្ចឹងណានឹងហើយគឺជាចំណុចដក clear មួយដែលជំនួយនៅក្នុងការប្រើ thay descript នេះមួយណាប៉ុន្តែមួយទៀតហ្នឹងគឺតកតងជាមួយនឹងនៅពេលដែលយើងធ្វើហើយអត្ថបទរបស់យើងតែងតែមានធ្លាក់ឧទាហរណ៍កន្លែងនេះឃើញទេអ្នកនរគ្នាឧទាហរណ៍កន្លែងនេះអញ្ចឹងនៅកន្លែងនេះមួយមានន័យថាពាក្យបាត់នេះវានៅចាំបាច់នេះវានៅខាងចុងនេះវាបាត់អក្សរចនបតនៅនេះអញ្ចឹងនៅពេលដែលយើង enter ទៅវាធ្វើឲ្យកន្លែងនេះយើងអត់ស្មើគ្នាឃើញទេអញ្ចឹងយើងធ្វើមិនអញ្ចឹងយើងត្រូវតែ select លើមួយជួរនឹងមកយើងដើម្បីនេះអត្ថបទរបស់យើងអាចselect លើវាមួយជួរនឹងតិចមក select ប៉ុណ្ណឹងមកណាអូខេ select ប៉ុណ្ណឹងមកហើយអ្នកនរគ្នាចូលទៅ home របស់យើងហើយអ្នកនរគ្នាចុចលេខទៅមើលកន្លែងគ្រប់ font របស់យើងចូលកន្លែងនេះបន្ទាប់ពីអ្នកគ្នាចូល advanced ហើយកន្លែងនេះមានន័យថាអ្នកគ្នាយកឡើងលើមានន័យថាទំហំនឹងវារីកវែងតែបើអ្នកគ្នាយកមកក្រោមមានន័យថាទម្រួញ
សពីរតួអក្សរមួយទៅអក្សរមួយគឺវាគៀកគ្នាវិញយ៉ាងកន្លែងហ្នឹងណាមានថាយើងចុចមកក្រោមអក្សរនឹងរួមចិត្តគ្នាយើងចុចទៅលើគឺអក្សរនោះវាកម្រិតគ្នាបន្តិចអញ្ចឹងខ្ញុំចូល2ចាំមើលវាទាញមកបានអត់យកមក2អត់តាន់បានទេអញ្ចឹងយើងអាចបន្ថែមទៀតឥឡូវខ្ញុំយកឡើងលើវិញយកឡើងលើ2វិញ3វិញអូខេនេះឃើញទេអញ្ចឹងពាក្យថាចាំបាច់វាធ្លាក់មកក្រោមអញ្ចឹងពាក្យវាត្រូវអញ្ចឹងកម្រិតនោះពីចំនួនដែលយើងអត់តាន់ធ្វើនេះហើយនឹងកម្រិតខាងលើនោះមើលយើងមើលដឹងទេមែនទេអត់ដឹងទេអញ្ចឹងនេះគឺជារបៀបក្នុងការកែអត្ថបទឲ្យវាត្រូវនឹងពាក្យឧទាហរណ៍នេះបេះនៅនេះហើយដងនៅនេះអញ្ចឹងយើងអាចប្រើវិធីនឹងបានដើម្បីធ្វើឲ្យអក្សរដែលយើងប្រើប្រាស់ហ្នឹងវាត្រូវនឹងសាច់ពាក្យរបស់យើងឲ្យវាពេញពាក្យរបស់យើងនឹងឯងអញ្ចឹងខ្ញុំគិតថាវីដេអូនេះគឺជាវីដេអូមួយដែលសំខាន់ហើយបើសិនជាវីដេអូនេះល្អសម្រាប់អ្នកទាំងអស់គ្នាអាចជួយ share ហើយនឹង like subscribe ម្នាក់មួយមកដើម្បីទទួលបានវីដេអូថ្មីៗហើយនឹងចែករំលែកដល់អ្នកដែលក៏ចង់ចេះផងដែរបាទអរគុណជួបគ្នានៅវីដេអូក្រោយ